ว้าวเนี่ยสายปิ้งเลียนหายบอมโอนในปีนี้ขังท้าวบ้านบังหันหมอกหายสำหรับไปกับเพียบกกลาการณีกุนขมายได้เติร์ตัวสวากุมกลาการณีหลุมดับจึงพลังหมอกปีขาประเทศญี่ปุ่นได้ในทเวอร์ไลน์ในทั้งไงตีเตรียมตาตรเจ็บในหนึ่งสบายหูกันจิ๋วเตอสำหรับบอมโอนมหาชนแฟนเนี่ยกอมตระกุนขมาย ជាមួយនឹងផ្ទាំងទស្សនីយភាពនៃការដែលរៀបចំការប្រកួតដ៏អស្ចារ្យនិងធំសម្បើមមួយពីខាងស្ថានីយ៍ទូរទស្សន៍ Town Full HD TV សហការជាមួយនឹងខាង Srabi Gainsbourg ក្នុងន័យលើកស្ទួយវិស័យក្បាច់គុនខ្មែររបស់យើងឈានឡើងដល់កម្រិតពិភពលោកនោះគឺកម្មវិធីគុនខ្មែរ X Knock Out របស់ជប៉ុនការបរិច្ឆេទថ្ងៃទី3 ខែមេសាឆ្នាំ2025ដែលនឹងរៀបចំនៅឯដីឡូក្បែរវត្តស្ងួនពេជ្រខណ្ឌកំបូលរាជធានីភ្នំពេញអញ្ចឹងបងប្អូនអ្នកនៅខាងជំនាកំបូលត្រៀមក្នុងការដែលចូលរួមទស្សនាឲ្យបានច្រើនកកនៅមហាព្រឹត្តិការណ៍ដ៏អស្ចារ្យគុនខ្មែរ Knock Out វគ្គ2ជាមួយគ្នាសម្រាប់បេក្ខភាពកីឡាករគុនខ្មែររបស់យើងនៅពេលនេះបង្ហាញមក4គូហើយបងប្អូនដែលយោងទៅតាមការដែលបង្ហោះនៅលើបណ្ដាញគណនី page របស់ Town Sport ដែលផុសភ្ជាប់ជាមួយនឹង poster នៃកីឡាករគុនខ្មែរនិងកីឡាករដៃជាដៃគូប្រកួតហើយបានសរសេរនៅសំណេរយ៉ាងដូចនេះ Gainsbourg លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោកគូមិត្តភាពអន្តរជាតិគុនខ្មែរ X Knock Out គូទី1កូរមៈច័ន្ទរាជត្រូវប៉ាប្រកួតជាមួយនឹងកីឡាករជប៉ុនដែលមានឈ្មោះថា Higara Foromora ការប្រកួតក្នុងប្រភេទទម្ងន់ 57.5 គីឡូក្រាមប្រកួតនៅថ្ងៃទី3ខែមេសាឆ្នាំ2025ចាប់ពីម៉ោង8យប់តទៅទីតាំងក្បែរដីឡូវត្តស្ងួនពេជ្រខណ្ឌកំបូលរាជធានីភ្នំពេញយើងបងប្អូនមានពេលវេលាអាចចូលរួមទស្សនាផ្ទាល់បានបើមិនមានពេលវេលាក៏អាចចូលរួមទស្សនាតាមរយៈការ live នៅលើបណ្ដាញគណនីសង្គមមាន Facebook Page Town Full HD TV Town Sport ក៏ដូចជាខាង sponsor គឺ Gainsbourg ហើយចំពោះគូទី2បងប្អូនគឺសោតវាសនាអញ្ចឹងលោកមេតបធំបងប្អូនត្រូវប៉ះជាមួយនឹងកីឡាករ Maza Zato ការប្រកួតក្នុងប្រភេទទម្ងន់65គីឡូក្រាមក្រោមច្បាប់នៃលក្ខខណ្ឌគុនខ្មែររបស់យើងវាយ3ទឹកបងប្អូន1ទឹក3នាទីហើយកូរមៈច័ន្ទរាជក៏ដូចគ្នាបងប្អូនក្រោមច្បាប់នៃលក្ខខណ្ឌគុនខ្មែរវាយ3ទឹក1ទឹក3នាទីហើយសម្រាប់គូទី3បងប្អូននោះគឺម៉ឺនមេឃីបងប្អូនអញ្ចឹងម៉ឺនមីឃីក៏ត្រូវមកលេងនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះផងដែរស្វាគមន៍កីឡាករ Yota Zitimori ការប្រកួតក្នុងប្រភេទទម្ងន់ 63.5 គីឡូក្រាមក្រោមច្បាប់នៃលក្ខខណ្ឌគុនខ្មែរ3ទឹក1ទឹក3នាទីហើយចំពោះគូទី4បងប្អូនកីឡាករនីទូច័ន្ទវតីអញ្ចឹងវតីក៏មានវត្តមានសម្រាប់ការដែលចូលលេងនៅក្នុងព្រឹត្តិការណ៍គុនខ្មែរ X Knock Out ផងដែរប្រកួតក្នុងប្រភេទទម្ងន់55គីឡូក្រាមប៉ះជាមួយនឹងកីឡាករនី Makiwa Suzuki ចាំមើលថាតើទូច័ន្ទវតីនឹងធ្វើបានល្អដល់កម្រិតណាមានតែការប្រកួតជាក់ស្ដែងតែប៉ុណ្ណោះលេងបែបលក្ខណៈ kickboxing 3ទឹក1ទឹក3នាទីអញ្ចឹងប្លែកបងប្អូនសម្រាប់ទូច័ន្ទវតីដែលគាត់ត្រូវភ្លក់រសជាតិ kickboxing សម្រាប់ការប្រកួតប៉ះជាមួយនឹងកីឡាករនីជប៉ុនហើយចំពោះតៃម៉ូហ៊ីសៃអត់ទាន់ត្រូវបានបង្ហាញទេបងប្អូនហើយជាគូឯកហើយចំពោះនៅក្នុងព្រឹត្តិការណ៍គុនខ្មែរ Knock Out ហ្នឹងហើយយើងจะមើលក្នុងប្រភេទទម្ងន់60ឬក៏61គីឡូក្រាមតើខាង Town select យកកីឡាករគុនខ្មែររូបណាទៅដើម្បីឲ្យប៉ះជាមួយនឹងតៃម៉ូហ៊ីសៃខណៈតៃម៉ូគឺជាម្ចាស់ខ្សែក្រវ៉ាត់ថ្មីថ្មោងផងដែរបងប្អូននៅខាង Town ទើបតែរៀបចំប៉ះជាមួយនឹងឈុតស្រីបន្ថងយើងឃើញហើយវាយស្វិតស្វាញពេញ3ទឹកគេយកឈ្នះឈុតស្រីបន្ថងដោយបន្ទុកហើយក្លាយទៅជាម្ចាស់ខ្សែក្រវ៉ាត់ក្នុងប្រភេទទម្ងន់61គីឡូក្រាមជាមួយលើកនេះថាតើនរណាទៅដែលនឹងត្រូវចូលខ្លួនមកលេងជាមួយនឹងតៃម៉ូហ៊ីសៃខណៈតកតងជាមួយនឹងតម្រុយអាចនិយាយបានថាចេញមកខ្លះហើយភាគរយខ្ពស់អាចនឹងចម្រើនគុនខ្មែរបងប្អូនដោយសារតែចម្រើន
គ្រាន់តែឃើញ poster ហ្នឹងគឺគាត់បានចេញវីដេអូ clip ស្នើសុំទៅខាងបងប្រុស MC វត្ថាក៏ដូចជាបងប្រុស Tommy Kim ដែលជាអ្នករៀបចំគ្រប់គ្រងនៅកម្មវិធីហ្នឹងសូមបំពេញនៅអ្វីដែលជាមហិច្ឆតារបស់គាត់ផងឲ្យគាត់បានប៉ះជាមួយនឹងតៃម៉ូហ៊ីសៃទៅដូច្នេះយើងចាំតាមដានជាបន្តបន្ទាប់ទៀតបងប្អូនហើយ admin ក៏មានតែប៉ុណ្្នឹងដែរបងប្អូនអាចចូលរួម comment បញ្ចេញជាមតិយោបល់ហើយបងប្អូនក៏អាច mention ឈ្មោះកីឡាកររបស់យើងលេងមើលក្នុងប្រភេទទម្ងន់60 គីឡូក្រាមហ្នឹងគួរតែដាក់កីឡាកររូបណាឲ្យប៉ះជាមួយនឹងតៃម៉ូហ៊ីសៃខណៈតៃម៉ូបាននឹងកំពុងតែធ្វើព្យុះធ្វើភ្លៀងអីជាដើមជាចុងក្រោយសូមជម្រាបលា